ធ្វើអីមួយតែពេលដែលបងនិយាយពេលនោះវាមានផលប៉ះពាល់អីដល់បងពេលដែលខ្ញុំនិយាយពេលហ្នឹងគឺប៉ះពាល់ច្រើនព្រោះថាគ្រូដាក់អាស័យមកនៅធ្វើពេលដែលគ្រូដាក់ភ្លាមគ្រូថា deadline រយៈពេល2សប្តាហ៍ចឹងទៅប៉ុន្តែខ្ញុំនឹងពជារហូតដល់ចិត្តដងហើយបើខ្ញុំធ្វើហើយមិនថាធ្វើផ្សេងក៏ដោយមិនថាធ្វើការងារផ្សេងក្រៅពីកាត់វីដេអូ design poster ឬក៏ការងារក្រៅនៅកន្លែងសាលាការងារផ្ទះឬក៏អីក៏ដោយយើងត្រូវមាន productivity យើងជា step ទៅយើងឆាប់បានសម្រាប់ជោគជ័យត្រូវពីញ៉ាំអីចឹងទៅបានចាប់ផ្ដើមស្វាស្វែងធ្វើចឹងទៅមានអារម្មណ៍ថាវាអញ្ញែញ៉ៃខ្លាំងមែនតើគិតអីក៏ចាញ់ដែរជំរាបសួរទៅទីសិស្សទាំងអស់គ្នាស្វាគមន៍មកកាន់ podcast design episode ទី9ចឹងយើងដោយសំម្ដងចឹងខ្ញុំតែមានភាពកិត្តិយសក៏ដូចជាមានការសួរសំណួរឆ្លើយឆ្លងគ្នាទៅវិញទៅមកផងដែរដូច្នេះកុំឲ្យខាតពេលយូរយើងឈានចូលដល់សំណួររបស់យើងទាំងអស់គ្នាជំរាបសួរបងសុខសប្បាយបងឡើយសុខសប្បាយមកសុខសប្បាយចុះបងខ្ញុំធម្មតាទេអញ្ចឹងវាកុំឲ្យខាតពេលយូរយើងឈានចូលដល់សំណួររបស់យើងទៅសម្រាប់សំណួរដំបូងចង់សួរបងថាតើបងដែលរៀបចំពេលវេលាសម្រាប់ខ្លួនឯងពេលវេលាខ្ញុំរៀបចំសម្រាប់ខ្លួនឯងប៉ុន្តែបើថាពេលការពីអីក៏ត្រូវគឺមានគាត់ថាពេលណាម៉ោងណាយើងត្រូវធ្វើអីគឺអាហ្នឹងមានសម្រាប់ខ្លួនឯងឧទាហរណ៍ថាពេលផឹកខ្ញុំត្រូវទៅរៀនអញ្ចឹងខ្ញុំត្រូវខំទៅរៀនចឹងទៅពេលថ្ងៃខ្ញុំចេញមកទៅផ្ទះហើយបើខ្ញុំទៅធ្វើការតអញ្ចឹងទោះបីធ្វើការក៏ធ្វើអីក៏ដោយគឺច្រើនខ្ញុំធ្វើតាមរយៈមើលមកអត់មានពេលវេលាអីយើងកំណត់ថាថ្ងៃហ្នឹងយើងត្រូវធ្វើចឹងរហូតទេវាថ្ងៃខ្លះធ្វើបែបនេះថ្ងៃខ្លះធ្វើបែបនោះចឹងទៅតាមពេលវេលាទៅតាមម៉ោងហើយពេលខ្លះតាមអារម្មណ៍ដែរណែចុះសម្រាប់បងវិញសម្រាប់ខ្ញុំដូចគ្នាបងពេលចឹងខ្ញុំអត់ដែរថាខ្ញុំវាថាមនុស្សខ្ញុំជំនឿអត់ទៅរៀបចំអីញ៉ៃញ៉ៃទេវាដូចធ្វើអីដូចតាមតែចិត្តណាមួយនិយាយថាពេលដែលយើងមានអីត្រូវធ្វើអញ្ចឹងមកយើងធ្វើមកអត់ដែរទៅចេះរៀបចំអីទេចឹងចូលដល់សំណួរទី2តើបងមាន to do list សម្រាប់ខ្លួនឯងអឺសម្រាប់ខ្ញុំអត់មាន to do list ទេប៉ុន្តែបើសិនដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងបើសិនខ្ញុំចង់ត្រូវធ្វើអីខ្ញុំត្រូវ set អនខ្លួនឯងថាខ្ញុំត្រូវធ្វើអាហ្នឹងវាមិនមែនជា to do list ទេប៉ុន្តែវាជាលក្ខណៈ remind ខ្លួនឯងថាត្រូវធ្វើអីម៉ោងណាត្រូវធ្វើអីម៉ោងណាចឹងទៅវាមិនទេសម្រាប់បងវិញសម្រាប់ខ្ញុំគឺមានតាមថ្ងៃទេដោយសារតែថ្ងៃខ្លះទៅដោយសារថាថ្ងៃខ្លះយើងមានអីដែលយើងត្រូវធ្វើច្រើនចឹងទៅយើងត្រូវបែងចែកពេលវេលាធ្វើដែរហើយបើថ្ងៃខ្លះទៀតដូចថាអត់មានអីដែលត្រូវធ្វើច្រើនទេអាហ្នឹងក៏យើងធ្វើតាមពេលវេលាធម្មតាទេតែបើមានការងារធ្វើច្រើនយើងត្រូវកំណត់ថាម៉ោងនេះយើងត្រូវធ្វើអីម៉ោងនោះយើងត្រូវធ្វើអីចឹងទៅដើម្បីកុំឲ្យថាយើងធ្វើទៅវាធ្វើនេះភ្លេចនោះអីចឹងទៅកុំឲ្យវាញ៉ៃញ៉ៃពាក់ព័ន្ធមួយគ្នាចាអញ្ចឹងចូលមកដល់សំណួរបន្តទៀតតើបងគិតថាសម្រាប់ការធ្វើអីមួយតើពេលដែលបងពន្យាពេលនោះវាមានផលប៉ះពាល់អីដល់បងអឺពេលដែលខ្ញុំនិយាយពេលហ្នឹងគឺប៉ះពាល់ច្រើនព្រោះថាគ្រូដាក់អាស័យមកនៅធ្វើពេលដែលគ្រូដាក់ភ្លាមគ្រូថា deadline រយៈពេល2សប្តាហ៍ចឹងទៅប៉ុន្តែខ្ញុំនឹងពជារហូតដល់ចិត្តដងហើយបើខ្ញុំធ្វើអញ្ចឹងមានថាវាប៉ះពាល់ដល់ពេលវេលាខ្ញុំប៉ះពាល់ដល់ខ្លួនឯងដែរដោយសារតែយើងចិត្តដងហើយបើយើងខំធ្វើតែពេលចិត្តដងហើយធ្វើហ្នឹងគឺធ្វើអត់ទាន់ឯគ្រូទេគឺខ្វះមុខខ្វះក្រោយដល់អញ្ចឹងអាហ្នឹងគឺជាផលប៉ះពាល់ដ៏ធំមួយដែលខ្ញុំពជាពេលអញ្ចឹងណាយើងគិតថាចាំពេលដល់ថ្ងៃខ្ញុំធ្វើផ្លែហើយតែដល់ពេលជាក់ស្ដែងវាអត់ដូចការគិតការយើងក្រគឺយើងពជាពេលរហូតហ្នឹងហើយអញ្ចឹងគឺវាប៉ះពាល់ដល់សម្រាប់ខ្ញុំគេចុះសម្រាប់បងវិញសម្រាប់ខ្ញុំប៉ះពាល់ដូចគ្នាបងដោយសារតែពេលខ្លះមិនមែនថាខ្លួនឯងមើលងាយអីទេតែដោយសារតែយើងជាមនុស្សមិនថាពេលដែលគេឲ្យធ្វើភ្លាមយើងធ្វើភ្លាមមិនรู้អត់ដឹងមិនដែរមានតែខ្លួនឯងជាមនុស្សខ្ជិលហ្មងជឿទៅចិត្តពជាពេលដូចថាពេលដូចថាតើដល់ពេលឬមួយក៏ថាត្រូវពីញ៉ាំអីចឹងទៅបានចាប់ផ្ដើមស្វាស្វែងធ្វើចឹងទៅមានអារម្មណ៍ថាវាអញ្ញែញ៉ៃខ្លាំងមែនតើគិតអីក៏អត់ចាញ់ដែរពេលដែលយើងពីញ៉ាំពេកចឹងអាហ្នឹងកត្តាធំគាត់មកពេលដែលយើងពជាពេលនៅពេលដែលយើងធ្វើកិច្ចការអីមកអញ្ចឹងចូលមកដល់សំណួរបន្តទៀតចង់សួរបងថាតើសម្រាប់ពេលដែលបងមិនថាបងធ្វើបច្ចេកអីមួយក៏ដោយឬមួយក៏បងផលិតមាតិកាក៏ដោយតើបងគិតថាពេលណាដែលបងធ្វើបានល្អជាងគេសម្រាប់ខ្ញុំបើនិយាយជាទូទៅការធ្វើការងារហ្មងគឺភាគច្រើនខ្ញុំគិតថាអារម្មណ៍ពេលយប់ខ្ញុំផ្ដោតអារម្មណ៍បានជាងពេលណាជាងពេលថ្ងៃក៏ពេលព្រឹកយើងណា
ព្រោះអីខ្ញុំគិតថាពេលយប់វារៀងស្ងប់ស្ងាត់សម្រាប់ខ្ញុំហើយ focus លើការងាររបស់ខ្ញុំហ្នឹងវាច្រើនជាងពេលថ្ងៃឬក៏ពេលព្រឹកចឹងទៅហើយមួយទៀតខ្ញុំ introvert អញ្ចឹងគេច្រើនចូលចិត្តពេលយប់នៅម្នាក់ឯងអញ្ចឹងណាខ្ញុំធ្វើអីក៏ចូលដែរហើយឆាប់ហើយទៀតតែបើថាធ្វើពេលព្រឹកហើយពេលថ្ងៃគឺធ្វើហើយងុយគេងហ្មងពេលធ្វើអត់យីហើយទេអញ្ចឹងមានថាពេលយប់គឺល្អសម្រាប់ខ្ញុំជាងគេចុះសម្រាប់បងឯង សម្រាប់ខ្ញុំជាធម្មតាពេលណាក៏ល្អសម្រាប់ខ្ញុំដែរដោយសារតែខ្ញុំធ្វើពេលណាក៏បានដែរតែអីដែលសំខាន់ពេលដែលជិបអីដែលសំខាន់ពិសេសហ្មងគឺពេលដែលខ្ញុំអារម្មណ៍ល្អវាយើងធ្វើបច្ចេកអីមួយតែអារម្មណ៍យើងអត់ល្អអារម្មណ៍យើង stress មួម៉ៅអីនឹងក៏យើងធ្វើមកវាពិបាកដែរតែបើពេលដែលយើងអារម្មណ៍ល្អយើងធ្វើបច្ចេកមួយក៏ធ្វើអីមួយទៅវាអារម្មណ៍ថាវាអត់មានអីជាថាជាទុក្ខកង្វល់អីសម្រាប់យើងខ្លួនឯងណាចាបង ហើយមិនថាធ្វើអីផ្សេងក៏ដោយមិនថាធ្វើការងារអីផ្សេងក្រៅពីកាត់វីដេអូ design poster ឬក៏ការងារក្រៅនៅកន្លែងសាលាការងារផ្ទះឬក៏អីក៏ដោយយើងត្រូវមាន productivity យើងមានជា step ទៅទើបយើងឆាប់បានសម្រាប់ជោគជ័យខ្មោចយើងធ្វើនេះតិចធ្វើនោះតិចធ្វើនេះតិចអត់ងាយនឹងហើយទេហ្នឹងបងចូលសម្រាប់បងវិញ សម្រាប់ខ្ញុំដូចបងនិយាយចឹងបើថាយើងធ្វើអីមួយវាអត់មានដូចថាយើងធ្វើនេះបន្តិចធ្វើនោះបន្តិចចាប់មុខទៅក្រោយចាប់ក្រោយភ្លេចមុខអីចឹងធ្វើអញ្ចឹងអត់កើតទេវាមានអារម្មណ៍ថាវាអញ្ញែអញ្ញែហើយវាស្មុគស្មាញទៀតតែបើសិនជាយើងរបៀបយើងដូចថាមាន process ធ្វើអីមួយយើងត្រូវរៀបចំវាតាមលំដាប់លំដោយវាចឹងទៅអាហ្នឹងវាអត់មានអីញ៉ៃញ៉ៃហើយវាស្រួលនៅក្នុងការដែលពេលយើងធ្វើនោះទៀតចាអញ្ចឹង podcast យើងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយយើងនឹងជួបគ្នានៅ podcast បន្តទៀតអរគុណអ្នកទាំងអស់គ្នា